ជំរាបសួរបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពពួកយើងកំពុងតែធ្វើការរៀបចំសម្ភារៈដើម្បីទៅជូនក្មេងៗដែលគាត់កំពុងតែខ្វះខាតនៅសម្ភារៈសិក្សានេះគឺជាសកម្មភាពពួកយើងមកពីគ្រប់ទិសទីមកពីខេត្តផ្សេងៗគឺថាមកដើម្បីជួយលើកសម្ភារៈទាំងអស់នេះឡើងទៅលើរថយន្តហើយអរគុណមែនទែនទាំងកម្លាំងកាយកម្លាំងចិត្តរបស់បងប្អូនដែលមកចូលរួមអរគុណខ្លាំងណាស់ចំពោះបងខាងធុកមូសនេះមាន2ដែលគាត់តែងតែគ្រប់គ្រងរាល់សកម្មភាពសប្បុរសធម៌មនុស្សធម៌អរគុណខាងបងហាងលោកម៉ូតូមេតាគ្រប់គ្រងរាល់កម្មវិធីសប្បុរសធម៌មនុស្សធម៌ទាំងអស់នេះដែរតបពីយើងធ្វើការលើកសម្ភារៈនេះឡើងទៅលើរថយន្តអស់ហើយពួកយើងនឹងរៀបចំចេញទៅព្រលឹមតែម្ដងថាម៉ោង 4 ដល់ 5 ហ្នឹងហើយនេះគឺជាសកម្មភាពតាមផ្លូវដែលពួកយើងឈប់ចុះញ៉ាំបាយញ៉ាំអីនឹងពាក់កណ្ដាលផ្លូវហើយគោលដៅដែលយើងត្រូវទៅហ្នឹងគឺស្ថិតនៅក្នុងសាលាបឋមសិក្សាស្រែកិនស្ថិតនៅក្នុងភូមិស្រែកិនឃុំតាពាំងជោស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺគឺថាទៅដល់ឃើញក្មេងៗគាត់ថាអូគាត់សប្បាយចិត្តណាស់គាត់រងចាំសម្ភារៈណាជាបិចជាសភៅហ្នឹងគឺតំបន់ដែលដាច់ស្រយាលគាត់ថាផ្លូវក៏ពិបាកដែរឃើញចឹងខែប្រាំងគឺថាទឹកហូរកាត់ផ្លូវប៉ុណ្ណឹងចុះទម្រាំខែភាសាគាត់ថាមានការពិបាកដែរតែមិនអីទេពួកយើងនឹងពំនាំសម្ភារៈនេះទៅជូនពួកគាត់ឲ្យតតបានដល់គាត់ថាពួកគាត់សប្បាយចិត្តមែនទែនមិនថាថ្ងៃក្តៅយ៉ាងណាទេគាត់សប្បាយចិត្តនឹងទទួលនឹងសម្ភារៈណាកូនបងខាងមន្ត្រីនគរបាលថាជួយការពារសុវត្ថិភាពពួកយើងមែនទែនហើយក៏អរគុណទៅដល់បងមកពីក្រុមតោផ្សេងពីខេត្តផ្សេងគាត់មកចូលរួមដើម្បីចែកសម្ភារៈជូនក្មេងៗគាត់ថាទាំងកម្លាំងកាយកម្លាំងចិត្តគឺថាទាំងតើការផ្ទាល់ខ្លួនទៀតហើយនេះគឺជាកម្មវិធីមួយសម្រាប់បងប្អូនគួរតែចែករំលែកទៅដល់អ្នកដែលកំពុងតែខ្វះខាតដូចជាសម្ភារៈហ្នឹងជាពិសេសគឺក្មេងៗនៅតាមសាលាដែលតំបន់ដាច់ស្រយាលហើយអរគុណទៅដល់លោកគ្រូអ្នកគ្រូដែលគាត់បានសហការជាមួយនឹងពួកយើងបានល្អមែនទែនអញ្ចឹងបន្ទាប់ពីយើងធ្វើការចែកសម្ភារៈមានដូចជាបិចសភៅជាពិសេសគឺមានទាំងធុកមូសទេបងប្អូនទាំងនេះអញ្ចឹងគឺនៅតំបន់ភ្នំតំបន់ព្រៃគេថាគឺមានមូសហើយអញ្ចឹងពួកយើងក៏ចែកធុកមូសទៅដល់ពួកគាត់ដើម្បីយកទៅប្រើប្រាស់ពួកយើងធ្វើការចែកសម្ភារៈទាំងអស់នេះហើយពួកយើងនឹងរៀបចំទៅបោះតង់សហគមន៍មួយកន្លែងដែលថាទេសភាពស្អាតណាស់ដោយបងប្អូនឃើញអញ្ចឹងថាមានទឹកមានអីហូរអញ្ចឹងមកហើយពួកយើងបានបង្កើតអនុស្សាវរីយ៍ជាមួយគ្នាល្អឈៀលមួយគ្នាយើងធ្វើការសម្រាប់នៅទីនេះមកយប់ពួកយើងនឹងធ្វើដំណើរទៅលេងទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់អរ៉ាល់អញ្ចឹងបងប្អូនទៅអរ៉ាល់មិនគួរម្លងទេគឺទឹកធ្លាក់អរ៉ាល់អញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាហើយអរគុណមែនទែនទៅខាងបងធុកមូសនេះមាន2ហើយនឹងបងខាងមេតាណាលោកតោណាគឺគាត់តែងតែគ្រប់គ្រងសកម្មភាពសប្បុរសធម៌មនុស្សធម៌នេះដែរអញ្ចឹងវីដេអូយើងក៏សូមតែត្រឹមប៉ុណ្ណេះដែរជួបគ្នាវីដេអូក្រោយបាយបាយ